ចាំបានទៅចាំមកឡើងយ៉ាងម៉េចទៅដែរធ្វើរបស់ឯងថ្មីជាងគ្នារបស់នឹងច្រើនណាស់ឯងធ្វើទៅតជាធ្វើជាយ៉ាងទៅចុះណែហេតុអីលើណាក៏ឯងជាថ្មីឡចាំមើលចុះណែដើរទៅប្រជុំសិនថាម៉េចឲ្យយើងដើរទៀតពេលបានធ្វើតាមឡើងជើងផ្ដល់មកទៅមកផ្នែកទាំងពីរចូលផ្នែកទាំងពីរចូលមកចុះកាន់តែចេះកាន់តែចេះចាំទៅគុំមកវិញចឹងកុំតាក់ដល់ឯណាហើយត្រូវដល់ប្រាក់ដល់ណាខ្ញុំនេះគឺមកពីឯងមិនខិតខំរៀនសូត្របានជាអញ្ចឹងសប្បាយត្រូវតែតន់ខ្លីពីដែរដដែលខ្ញុំមិនដឹងរបស់ឯងទេចំណងទៅហើយនៅតែមិនដឹងស្អីសោះអញឆ្លាតមែនតែមិនដែលលឺទេលឺស្អីពេលក្មេងសប្បាយជុលពេលដល់ទៅពេលចាស់អត់សប្បាយលំបាកខ្លួនឯងម្នាក់ឯងពេលដល់ពេលនោះឯងគង់តែដឹងទេនេះគឺមកពីខ្មោចចំណៃឯងនេះមិនកើតមិនគួរដាក់ខ្ញុំទៅក៏បានដែរឥឡូវខ្ញុំចាញ់ទៅទៅហើយពួកឯងធ្វើស្អីនឹងមិនបានជាអញឯងម្លេះមកគ្រូពួកយើងទៅតាមវិជាទៅលោកឯងគ្រូអត់វិជាគុណឆាប់ចាំដល់ចេញទៅណែឲ្យលេងមកយើងគ្នាមកទៅទៅចឹងទៅនេះលោកគ្រូណែលោកគ្រូនៅទីនេះនឹងខ្មោចច្រើនយ៉ាងនេះយើងប្រកាសគ្រប់ទៅខាងលោកគ្រូមែនហើយគ្រប់ទៅខាងយើងលោកគ្រូក្រៅលោកគ្រូថាលោកពូមកជួយយើងមិនក៏មិនបានធ្វើម្ដងចឹងលោកគ្រូជាដំបូងយើងឲ្យគេមកជួយយើងតែម្ដងជាម្ដងចុះមកលុះអកន្លែងខ្ពស់ទៅរកកន្លែងទៀតថ្ងៃក្រោយកុំរំលឹកឈ្មោះគេដល់បានលោកគ្រូតែលោកគ្រូគួរតែឲ្យប្រាក់យើងទៅញ៉ាំទៅចឹងទៅតែខ្ញុំយកអត់ទេអត់ទេលោកគ្រូអត់ទេខ្ញុំនិយាយយ៉ាងចាប់រៀបចំចេញដំណើរព្រាមទៅបាទសូមជាផ្លូវ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 មនុស្សស្លាប់សូមឆ្លងកាត់មនុស្សស្លាប់សូមឆ្លងកាត់សូមជាផ្លូវមនុស្សស្លាប់សូមឆ្លងកាត់សូមជាផ្លូវមនុស្សស្លាប់សូមឆ្លងកាត់មនុស្សស្លាប់សូមឆ្លងកាត់បានហើយឆោតទៀតទៅដែលមកលោកគ្រូនឹងកាយបន្តិចទៀតឲ្យនាំជំនធានទៅភ្នំតាគុយចិនហើយប្រគល់ដល់ឲ្យលោកមកចិត្តយិនផងដែរលោកគ្រូខ្ញុំម្នាក់ឯងមិនជាលើកដំបងតាតែលើកដំបងយ៉ាងម៉េចនេះជាការដែលគ្រូផ្ដល់ឲ្យឯងបានទៅមិនដឹងបានលោកគ្រូបើមានច្រើនទៅបានលោកគ្រូនឹងកាយទៀតឲ្យនាំពួកវាទៅឃុំខាងដើរហើយដើម្បីការឲ្យនាំពួកវាទៅតាមចាំយើងផងណាបានលោកគ្រូតែយើងទៅហើយមកជាមួយយើងខំតាំងទៅកុំធ្វើបាបយើងអញ្ចឹងណាបើមិនអញ្ចឹងទេប្រយ័ត្នយើងបដៅឯង
ជាស្ករដែលនាងយកមកពីប្រទេសចិនហ្នឹងហេតុអីបានជានាងមិនទៅទេមកជាមហាទឹកនៅទីនេះទៅវិញអាយ៉ាកុំនិយាយច្រើនពេកម៉ែឯងអត់ដឹងអីទេអត់ដឹងមែនខ្ញុំមិនមកផ្ទះថាតាពីមុនលោកម្ចាស់អញទៅនាំនាងមហាទឹកនៅទីនេះមែនណាហើយហើយបានជានាងមកពីបរទេសនេះក៏ខ្ញុំមិនទៅនៅទីនេះទៅយ៉ាងម៉េចហើយណែនាងយ៉ាងម៉េចហើយនាងខ្ញុំគ្រាន់តែលេងសារជាមួយនាងបានជាអញ្ចឹងអូខ្ញុំនឹកឃើញហើយសូមអធិស្ឋានខ្ញុំផងណាមិនក៏ឆាប់បានខ្លួនម្ល៉េះខ្ញុំក៏និយាយគ្នាស្អីបន្តិចសោះហ៎នាងកុំខ្លាចអីនោះមិនជាខ្មោចទេវាគឺជាខ្មោចឆាយតាយើងចាំប្រាប់ខ្ញុំនិយាយទៅណាលោកគ្រូខ្ញុំគឺជាសិស្សចំនួនទី16របស់មហាគ្រូចាប់ខ្មោចតាជាចំណែកខ្ញុំជាសិស្សរបស់គាត់នៅទីណាក៏ស្គាល់ណាក៏ដឹងពីស្នាដៃរបស់យើងដែរណែបើនាងមិនជឿទេចាំខ្ញុំដេញខ្មោចឆាយនៅមើលណានាងចាំមើលមើលតែនាងកុំភ័យអីវាទៅបានអស់ហើយណាលោកមិនអត់ខ្ញុំទេរឿងខ្មោចមិញដូចជារឿងខ្មោចយកឈាមនៅបរទេសអញ្ចឹងក៏ជំនាញតែឆាយមែនទេតែមិនហើយបើនាងមិនជឿនាងនៅខាងនោះមើលអូកំផាត់អីខ្ញុំទៅការពារនាងណានាងឥឡូវនាងជឿឬក៏មិនជឿបើមិនជឿទេនាងនៅមើលនោះណានេះផ្ដាំអង្គខ្ញុំណាចាំខ្ញុំសម្ដែងនាងមើលណាខ្ញុំឲ្យគេលោតខ្ញុំឲ្យគេហោះអត់ទេណាប៉ុន្មានអញ្ចឹងលោកឲ្យគេលោតឆ្ងាញ់ទៅទៅឬទៅឆ្ងាញ់ទៅទៅបានឡោលោតឲ្យឆ្ងាញ់តិចទៅឆ្ងាញ់ទៅលោតឆ្ងាញ់ទៅបានទេលោតឲ្យឆ្ងាញ់ទៅទៀតយ៉ាងម៉េចគេលោតទៅឆ្ងាញ់ហើយតានាងមិនតន់មកអត់ទេខ្ញុំចាប់មកហើយខ្ញុំអរគុណលោកគ្រូតូចណាកុំហៅខ្ញុំលោកគ្រូតូចហៅខ្ញុំមកហៅបានហើយតែនាងឆ្មៃទេខ្ញុំជួយនេះខ្មោចឆៅទៅណាជិះពីរវ៉ាខ្មោចឆៅឆ្លងកាត់សុំជាផ្លូវ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 ណាដើរលឿនតែទៅបានទេហេតុអីបានជាក្នុងចំណោមខ្មោចឆៅមានតែឯងដើរជាជាងគេម្ល៉េះឯងនេះគ្មានបានថាមែនណាយើងសុំអស់ឲ្យលឿនតែទៅបានទេណាយ៉ាងម៉េចហើយយើងគ្រាន់តែនិយាយពីប្រមាណឯងលុតទៅក្រោមបាត់ហើយចំជារំខានមែនThank you. ចាប់ឲ្យពួកលោកឲ្យខ្ញុំមកលួចខ្មោចឆៅនេះមែនទេយើងយកខ្មោចឆៅនេះដើម្បីវះកាត់យើងជាអ្នកស្រាវជ្រាវក្នុងលោកយើងមកពីប្រទេសបារាំងយើងចង់ដឹងថាខ្មោចឆៅនៅប្រទេសចិននិងខ្មោចឆៅនៅប្រទេសអេស៊ីបតើមានអ្វីខុសប្លែកគ្នាត្រង់ណា